Hello សួស្តីអ្នកនរគ្នានេះគឺជាសកម្មភាពដែលខ្ញុំជាមួយបងខ្ញុំកំពុងធ្វើដំណើរទៅហាងកាហ្វេអ្នកនរគ្នាមុននឹងខ្ញុំចេញទៅខេត្តវិញបងគាត់ប្រពន្ធទៅញ៉ាំអីនៅហាងកាហ្វេបន្តិចបន្តួចផឹកទ្រីងផឹកអីចឹងណាបើខ្ញុំអត់ចេះផឹកកាហ្វេផងនឹងចឹងគាត់ថាឲ្យផឹកអីផ្សេងតែក្រោយមកយើងក៏ធ្វើដំណើរទៅហាងកាហ្វេអ្នកនរគ្នានេះគឺមកដល់ហើយទៅក្រោយមកបងក៏គាត់ហៅទ្រីងហៅអីញ៉ាំចឹងណាក៏គាត់ញ៉ាំអីញ៉ាំទៅខ្ញុំញ៉ាំកាហ្វេផងហើយនេះគឺទិដ្ឋភាពក្នុងហាងរបស់គេអ្នកនរគ្នាមានអារម្មណ៍ថាហាងគេទូចមែនប៉ុន្តែតិចហើយមានអារម្មណ៍ថាហាងគេខ្ជូតខ្លាំងមែនទែនហើយមនុស្សច្រើនណាហើយបរិវេណខាងក្រៅក៏ល្អដែរអ្នកនរគ្នាទៅគាត់មកបងក៏បានមកកំងទ្រីងកំងអីចាំចូលទ្រីងអីចឹងណាខ្ញុំក៏បានមកថតបរិវេណនៅជុំវិញហាងរបស់គេនឹងអ្នកនរគ្នាការដេករបស់គេក៏លយដែរប៉ុន្តែនៅកន្លែងនេះដេកអត់ទាន់បានស្អាត 100% អ្នកនរគ្នាហើយបន្ទាប់ពីអង្គុយផឹកទ្រីងផឹកអីមកស្ទោះហើយមេវាយភ្លៀងអ្នកនរគ្នាគឺភ្លៀងខ្លាំងមែនទែនពេលដែលគេចាក់ទឹកចឹងអ្នកនរគ្នាដោយសារតែខ្ញុំអង្គុយចាំឡានហាងយូរដែរប្រហែលជា1ម៉ោង2ម៉ោងអីដល់មកឡានមកចឹងណាចឹងក៏អង្គុយនៅហាងកាហ្វេហ្នឹងរហូតទៅហើយប្រែកគ្នាផងអីផងហើយស្ដាប់សលេងទឹកភ្លៀងអ្នកនរគ្នាមានអារម្មណ៍ថាបរិយាកាសនេះគឺល្អខ្លាំងមែនទែនខ្ញុំស្រឡាញ់បរិយាកាសបែបហ្នឹងហើយបន្ទាប់ពីចាំឡានអស់រយៈពេល2ម៉ោងមកក៏បានមកយកខ្ញុំអ្នកនរគ្នាហើយមេឃអត់តាន់រាំងទេពេលគាត់មកយកខ្ញុំមេឃភ្លៀងខ្លាំងតែបន្ទាប់ពីយើងបានចេញពីមកមេឃក៏ចាប់ដើមរាំងអញ្ចឹងណាអ្នកនរគ្នាហើយនេះគឺជាសកម្មភាពតាមផ្លូវដែលខ្ញុំបានថតខ្លះអញ្ចឹងណាដូចជាតាមស្រុកស្អីគេនៅស្ពឺនៅអីនៅស្រុកចកាលើចកាអីនេះខ្ញុំអត់សូវស្គាល់ដែរអ្នកនរគ្នាបើជិះឡានតាមផ្លូវអីចេះសួរតកងឡានរហូតណាមួយបងតកងឡានគាត់ថ្ងៃនេះគាត់បើកហាងលឿនដោយសារតែគាត់បញ្ញាប់ដែរគាត់បញ្ញាប់ទៅបានសម្រាប់អីចឹងអ្នកនរគ្នាកុំឲ្យទៅដល់ផ្ទះយប់ម៉ោង7ម៉ោង8អញ្ចឹងណាហ្នឹងហើយអ្នកនរគ្នាបន្ទាប់ពីមកខ្ញុំក៏បានមកដល់ភ្នំពេជ្រសកាដែលខ្ញុំថតពីលើភ្នំមកឃើញទឹកទន្លេឡើងខ្លាំងមែនទេអ្នកនរគ្នាឃើញអត់ខ្ញុំមិនដឹងស្មានទឹកទន្លេឡើងខ្លាំងអញ្ចឹងអ្នកនរគ្នាបើជិះមកតាមផ្លូវខ្ញុំឃើញឡើងច្រើនមែនទេហើយបន្ទាប់ពីមកខ្ញុំក៏បានមកដល់វត្តជួយអំពើប៉ុន្តែខ្ញុំថតកាត់អ្នកនរគ្នាឃើញមកដល់វត្តជួយអំពើជិតដល់ច្រកចូលផ្ទះខ្ញុំអីតែក៏មកយើងក៏បានជិះចូលតាមផ្លូវហ្នឹងរហូតហើយតាមផ្លូវហ្នឹងពិបាកខ្លាំងមែនទេអ្នកនរគ្នាដោយសារតែយើងខែភាសាវាមានទឹកមានអីចឹងទៅកលុកកលាក់ពិបាកជិះហើយបើសិនជាចង់មកលេងតែខ្ញុំឯងក៏មកលេងខែហ្នឹងចាំខែ5ចាំមកលេងល្អជាងដោយសារតែខែហ្នឹងវាពិបាកផ្លូវដាច់ផងហើយកលុកកលាក់ពីនឹងសិតតែផុកចឹងណាតើក្រោយមកអ្នកនរគ្នាមកដល់ផ្ទះយប់ដែរម៉ោង6ជាង7ហើយអ្នកនរគ្នាឃើញអត់ហ្នឹងហើយនេះគឺជាសកម្មភាពដែលខ្ញុំបានមកដល់ផ្ទះអ្នកនរគ្នាគឺមានអារម្មណ៍ថាធូរស្រាលខ្លាំងមែនទែនបន្ទាប់ពីជិះឡានអស់មួយថ្ងៃមកអ្នកនរគ្នាខ្ញុំខ្ជិលជាងគេគឺជិះឡាននឹងឯងជិះឡានទៅពេញជិះឡានទៅនេះទៅនោះអីនេះគឺខ្ញុំខ្ជិលណាស់ជិះទៅវិញទៅមកអីនេះគឺខ្ញុំខ្ជិលមែនទែនឥឡូវមកដល់ផ្ទះអ្នកនរគ្នាមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនប៉ុន្តែប្របាយខ្លាំងណាស់ដោយសារតែមេឃភ្លៀងអ្នកនរគ្នានឹងឯវីដេអូនេះអត់មានអីទេមានតែប៉ុណ្្នឹងអរគុណច្រើនចំពោះការតាមដាននិងចូលចិត្ត See you ជួបគ្នាវីដេអូក្រោយ